ឆ្អឹងរបស់គាត់ទោះបីជាយ៉ាងនេះក្តី Raiden បានព្យាយាមអស់ពីសមត្ថភាពដើម្បីដើរហើយនៅទីបំផុតគាត់ក៏អាចធ្វើវាបានខណៈដែលរាងកាយរបស់គាត់បានបង្កើតជាសាច់ដុំកាន់តែច្រើនដើម្បីទប់ស្កាត់ Tempo របស់គាត់ដោយបង្កើតជាសម្បកមួយដែលត្រូវបានគេហៅថា 100 Seal ត្រឡប់មកបច្ចុប្បន្នវិញ Raiden បានទះខ្លួនឯងហើយដោះសោ 100 Seal របស់គាត់សាច់ដុំរបស់គាត់ចាប់ផ្ដើមរីកធំយ៉ាងខ្លាំងហើយព្រះសិវៈឆ្ងល់ថាតើ Raiden នឹងបំផ្លាញខ្លួនឯងមែនទេប៉ុន្តែ Raiden ហៅស្រាតឲ្យមកជួយគាត់ហើយគាត់ក៏អាចគ្រប់គ្រងសាច់ដុំរបស់គាត់បានយើងនឹងថាខ្សែបន្ទាត់នៅលើដងខ្លួនរបស់គាត់គឺជាអាវុធទេពរបស់គាត់ហើយវាផ្ដល់ឲ្យគាត់នូវការគ្រប់គ្រងទាំងស្រុងលើសាច់ដុំរបស់គាត់គាត់មានការញាក់ផ្អើលពេលដឹងថា Raiden បានក្លាយទៅជាអ្នកចម្បាប់ស៊ូម៉ូខ្លាំងបំផុតខណៈពេលដែល Tempo របស់គាត់ត្រូវបាន 100 Seal ទប់ស្កាត់រាងកាយរបស់ Raiden មានស្ថិរភាពហើយគាត់បានស្ទុះទៅរកព្រះសិវៈដោយដើរព្រះសិវៈជាមួយនឹងកម្លាំងទាំងអស់របស់គាត់ព្រះសិវៈខ្ទាតយ៉ាងឆ្ងាយហើយគាត់មានអារម្មណ៍ពីភាពខុសគ្នានៃ Tempo របស់ Raiden មនុស្សគ្រប់គ្នាស្រែកហៅឲ្យ Raiden ហើយព្រះសិវៈឈរស្ទើរតែមិននឹង Raiden ព្យាយាមបញ្ចប់ព្រះសិវៈដោយបុកក្បាលគ្នាប៉ុន្តែ Raiden គឺជាអ្នកដែលទទួលបានការឈឺចាប់ព្រះសិវៈវាយបកវិញដោយដើរ Raiden ចេញខណៈដែលគាត់បង្ហាញថាក្បាលរបស់គាត់រឹងដូចថ្មអញ្ចឹងព្រះសិវៈចាប់ផ្ដើមវាយផា Raiden ដោយប្រើកណ្ដាប់ដៃដ៏ញាប់ហើយអ្វីដែល Raiden អាចធ្វើបានគឺរារាំងតែប៉ុណ្ណោះ Raiden បានរងរបួសមួយចំនួនប៉ុន្តែគាត់បានចាប់ដៃរបស់ព្រះសិវៈហើយប្រើកម្លាំងដ៏សាហាវរបស់គាត់ដើម្បីកំទេចដៃរបស់ព្រះសិវៈភ្លាមៗព្រះសិវៈធាក់ Raiden ចេញហើយគ្រប់គ្នាក៏ឃើញដៃរបស់ព្រះសិវៈដែលបានបាក់នោះព្រះចាប់ផ្ដើមភ័យប៉ុន្តែព្រះឥណ្ឌាស្គាល់ព្រះសិវៈច្បាស់ហើយពួកគេក៏លើកទឹកចិត្តគាត់ព្រះសិវៈបានឮពួកគេស្រែកហៅលើកទឹកចិត្តគាត់ហើយយើងដឹងថាគាត់មិនដែលធ្វើឲ្យមិត្តរបស់គាត់ខកចិត្តឡើយព្រះសិវៈដឹងថាគាត់ក៏កំពុងតែប្រយុទ្ធដើម្បីពួកគេដែរដូច្នេះគាត់ក៏មានកម្លាំងចិត្តរួចក៏ស្ទុះទៅរក Raiden ហើយកណ្ដាប់ដៃរបស់គាត់ហាក់ដូចជាខ្លាំងជាងមុនយើងនឹងថាកណ្ដាប់ដៃរបស់ព្រះសិវៈមានថាមពលរបស់ព្រះឥណ្ឌាជាង 1000 នាក់នៅពីក្រោយគាត់ហើយ Raiden ព្យាយាមវាយបកប៉ុន្តែព្រះសិវៈវាយគាត់ត្រូវមួយដៃយ៉ាងធ្ងន់ដែលធ្វើឲ្យគាត់ក្អួតឈាមខណៈដែលព្រះសិវៈវាយប្រហារដោយប្រើក្បាលរបស់គាត់ Raiden មិនថយក្រោយទេរួចក៏វាយបកដោយបុកក្បាលរបស់គាត់វិញហើយអ្នកទាំងពីរក៏បន្តបុកក្បាលគ្នានៅក្នុងអតីតកាលមួយយើងដឹងថាព្រះឥណ្ឌាកំពុងតែប្រយុទ្ធគ្នាដើម្បីកំណត់ថាតើអ្នកណានឹងគ្រប់គ្រងពួកគេក្នុងអំឡុងពេលនោះព្រះសិវៈនិងមិត្តរបស់គាត់ឈ្មោះ Rutra គ្រាន់តែជាព្រះមិនមានអ្នកស្គាល់រស់នៅដោយគ្មានកង្វល់ប៉ុន្តែទឹកដីរបស់ពួកគេស្រាប់តែត្រូវបានព្រះមួយក្រុមវាយប្រហារពួកគេចេញទៅប្រឈមមុខនឹងព្រះទាំងនោះប៉ុន្តែពួកគេត្រូវបានព្រះទាំងនោះសើចចំអកខណៈដែលព្រះទាំងនោះគិតថាពួកគេគ្មានបានការអីនោះទេទោះជាយ៉ាងណាក៏ដោយចុងក្រោយពួកគេក៏បានចាត់ការព្រះទាំងនោះហើយបន្ទាប់ពីការប្រយុទ្ធ Rutra បានប្រាប់ព្រះសិវៈអំពីក្តីសម័យរបស់គាត់ក្នុងការឈរនៅលើកំពូលភ្នំខ្ពស់បំផុតរបស់ឥណ្ឌាដោយចង់ឃើញអ្វីដែលគ្មានអ្នកណាម្នាក់ធ្លាប់បានឃើញក៏ប្រាប់ព្រះសិវៈឲ្យចូលរួមជាមួយគាត់ដោយនិយាយថាពួកគេអាចទៅគ្រប់ទីកន្លែងបានប្រសិនបើពួកគេសហការគ្នាហើយព្រះសិវៈបានសម្រេចចិត្តទៅជាមួយគាត់ដោយគិតថាវានឹងសប្បាយដោយរួមគ្នាពួកគេបានផ្ដួលព្រះដតីទៀតហើយជាមួយនឹងព្រះនីមួយៗដែលពួកគេបានផ្ដួលកម្លាំងរបស់ពួកគេកើនឡើងជាបន្តបន្ទាប់ប៉ុន្តែវាក៏នឹងបង្កើនទំនួលខុសត្រូវរបស់ពួកគេផងដែរនៅទីបំផុតពួកគេបានឡើងទៅប្រឈមមុខនឹងព្រះឈ្មោះ Indra ដែលត្រូវបានគេល្បីថាមានកម្លាំងខ្លាំងជាងព្រះដតីទៀត10 ដង Rutra ប្រយុទ្ធជាមួយ Indra តែម្នាក់ឯងហើយនៅទីបំផុត Rutra ក៏ក្លាយទៅជាអ្នកឈ្នះពួកគេរួមជាមួយគ្នាដើម្បីអបអរជ័យជំនះរបស់ពួកគេហើយក្រោយមកពួកគេបានឡើងដល់កំពូលដោយបានផ្ដួលព្រះដតីទៀតទាំងអស់ប៉ុន្តែពេលនៅកំពូលភ្នំ Rutra បានប្រាប់ព្រះសិវៈថាពួកគេត្រូវការប្រយុទ្ធគ្នាព្រោះមានតែព្រះម្នាក់ប៉ុណ្ណោះដែលអាចឈរនៅកំពូលបានព្រះសិវៈមិនចង់ធ្វើបែបនោះទេប៉ុន្តែ Rutra ទទូចដូច្នេះពួកគេក៏ប្រយុទ្ធគ្នាពួកគេបដូរកណ្ដាប់ដៃគ្នាហើយវាក៏คล้ายជាការប្រយុទ្ធដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ឥណ្ឌាហើយនៅទីបំផុតព្រះសិវៈក៏មានប្រៀប Rutra មិនព្រមចោះចាញ់ទេដោយរំលឹកព្រះសិវៈអំពីសបិនរបស់គាត់ដូច្នេះព្រះសិវៈក៏សម្រេចចិត្តបោះបង់ការប្រយុទ្ធប៉ុន្តែនៅពេលដែលគាត់រៀបនឹងសុំចោះចាញ់ Rutra បានធ្វើមុនព្រះសិវៈដោយដឹងថាគាត់បានចាញ់ព្រះសិវៈហើយប៉ុន្តែគាត់ប្រាប់ព្រះសិវៈកុំបិទធូរដៃឲ្យសត្រូវដែលកំពុងតែបញ្ចេញកម្លាំងទាំងអស់ហើយព្រះសិវៈក៏ទទួលបានការទទួលស្គាល់ពី Rutra ដែលធ្វើឲ្យគាត់ក្លាយទៅជាប្រធានរបស់ព្រះឥណ្ឌាទាំងអស់ត្រឡប់មកបច្ចុប្បន្នវិញព្រះសិវៈចាប់ផ្ដើមរាំតាមចង្វាក់នៃលំហអាកាសហើយព្រះដតីទៀតស្គាល់ថាវាជារបាំសង្គ្រាមដែលព្រះសិវៈធ្លាប់ប្រើដើម្បីបង្រួបបង្រួមព្រះឥណ្ឌាព្រះសិវៈធ្វើចលនារញ៉េរញ៉ៃដោយគេចពីកណ្ដាប់ដៃរបស់ Raiden ពង្រឹងជើងរបស់គាត់រួចព្យាយាមវាយប្រហារម្ដងទៀតប៉ុន្តែព្រះសិវៈគេចបានយ៉ាងងាយស្រួលហើយទាត់គាត់ចេញព្រះសិវៈបន្តវាយ Raiden ហើយ Raiden ហាក់ដូចជាមិនអាចធ្វើអ្វីបានប្រឆាំងនឹងការវាយប្រហារនោះទេប៉ុន្តែគាត់បានពង្រីកកំភួនដៃរបស់គាត់ដោយបង្កើតជាខែលសាច់ដ៏ធំមួយដើម្បីរារាំងការវាយប្រហារទាំងអស់របស់ព្រះសិវៈរបាំរបស់ព្រះសិវៈធ្វើឲ្យរាងកាយរបស់គាត់ឆេះហើយគាត់បន្តវាយប្រហារ Raiden ដោយប្រើកណ្ដាប់ដៃភ្លើងព្រះសិវៈអាចទម្លុះខែលរបស់ Raiden បានខណៈដែលគាត់ទាត់មួយជើងធ្វើឲ្យរាងកាយរបស់ Raiden ឆេះមនុស្សគ្រប់គ្នាគិតថាមនុស្សជាតិរៀបនឹងចាញ់ហើយប៉ុន្តែ Raiden ស្រាប់តែញញឹមខណៈដែលគាត់ដឹងថាគាត់អាចប្រយុទ្ធជាមួយនឹងគូប្រជែងរបស់គាត់ដោយប្រើកម្លាំងពេញលេញបាននៅក្នុងអតីតកាលមួយយើងឃើញ Raiden មានអាយុ5ឆ្នាំខណៈពេលដែលគាត់មានការប្រកួតស៊ូម៉ូជាមួយនឹងសិស្សច្បងរបស់គាត់បានយកឈ្នះក្មេងប្រុសម្នាក់ទៀតយ៉ាងងាយស្រួលហើយ Raiden អបអរជ័យជំនះរបស់គាត់ប៉ុន្តែ